តារាចម្រៀងស្រីជប៉ុនម្នាក់តស៊ូជិះយន្តហោះ4ម៉ោងរាល់ថ្ងៃទៅរៀនមហាវិទ្យាល័យរហូតចប់ចុងចាប់ដើមជាការពិតណាស់ខណៈសិស្សនិស្សិតភាគច្រើននៅជប៉ុនពឹងផ្អែកលើរថយន្តក្រុងឬរទេះភ្លើងដើម្បីជាមធ្យោបាយធ្វើដំណើរទៅសាលារៀនតែចំពោះតារាចម្រៀងស្រីរូបស្រស់យូស៊ូគីណាកាស៊ីម៉ាវិញនាងបែរជាចំណាយពេល4ម៉ោងរាល់ថ្ងៃក្នុងរយៈពេល4ឆ្នាំពេញទិញសម្បុត្រជិះយន្តហោះទៅសាលារៀនគួរឲ្យដឹងថាតារាចម្រៀងស្រីវ័យ22ឆ្នាំខាងលើបានបញ្ចប់ការសិក្សាហើយនៅមហាវិទ្យាល័យ Tech U City University កាលពីខែមីនាឆ្នាំ2025កន្លងទៅដោយទើបតែថ្មីនេះរូបនាងបានបង្ហាញវីដេអូ vlog លើ YouTube រៀបរាប់ពីជីវិតប្រចាំថ្ងៃរបស់នាងជាអ្នករស់នៅរោងតូក្យូយូស៊ូគីណាកាស៊ីម៉ាដែលជាសមាជិកក្រុមចម្រៀងភពឈ្មោះសេគឺរ៉ាសាកា46ត្រូវចំណាយពេល4ម៉ោងរាល់ថ្ងៃទៅក្រុងហ្វឺគឺអូកូទាំងទៅទាំងមកដែលមានចម្ងាយប្រមាណ 1000 គីឡូម៉ែត្រពីគ្នាក្នុង vlog របស់នាងដែរនាងបានបង្ហាញឲ្យឃើញថាពេលព្រឹកឡើងនាងភ្ញាក់ពីគេងនៅម៉ោង5ដើម្បីរៀបចំផាត់មុខផាត់មាត់មុនពេលនាងចាក់ចេញទៅប្រលានយន្តហោះហែនេះដែលនៅម៉ោង6នាងឡើងយន្តហោះឆ្ពោះទៅកាន់ប្រលានយន្តហោះTake ឈើដោយចុះចតដល់ទីនោះនៅម៉ោងប្រមាណ 9:30 នាទីយ៉ាងណាមិញដំណើរឆ្ពោះទៅកាន់សាលារៀនរបស់នាងមិនបញ្ចប់ត្រឹមនឹងទេដោយនាងនៅត្រូវបន្តជិះរថយន្តក្រុងឬតាក់ស៊ីដើម្បីទៅដល់បរិវេណសាលារាល់ការធ្វើដំណើរទៅសាលារៀននេះនាងត្រូវចំណាយប្រាក់ប្រមាណ 15,000 យេនប្រមាណជា$100ក្រោយវីដេអូរបស់នាងបានបង្ហោះចេញទៅមហាជនជាច្រើនបានសម្ដែងការភ្ញាក់ផ្អើលចំពោះការដាក់ចិត្តកាយប្រឹងប្រែងលើការរៀនសូត្ររបស់នាងដោយមានមហាជនម្នាក់ថែមទាំងហៅនាងថា Super Woman ទៀតផងព្រោះកោតសរសើរនាងខ្លាំងចំពោះការរៀបចំពេលវេលាបានល្អទាំងលើការសិក្សានិងភាពមមាញឹកក្នុងនាមជាតារាចម្រៀងល្បីម្នាក់យូស៊ូគីណាកាស៊ីម៉ាបានបកស្រាយបន្ថែមដែរថានាងមិនចង់ឲ្យជីវិតជាសិស្សរបស់នាងប៉ះពាល់ដល់ការសម្ដែងរបស់ក្រុមសេគឺរ៉ាសាកា46នោះទេដោយនាងបានទុកការរៀនសូត្រនេះជាអាចកំបាំងរហូតតរៀនចប់ទើបនាងបង្ហាញបែបនេះចុងបញ្ចប់យូស៊ូគីណាកាស៊ីម៉ាក៏បានទម្លាយពាក្យពេចន៍ដ៏មានន័យចំពោះអ្នកតាមដាននាងដែរថាប្រសិនបើអ្នកទាំងអស់គ្នាមានក្តីស្រមៃទោះជាវាមានការលំបាកយ៉ាងណាអ្នកត្រូវតែក្លាហានដេញតាមក្តីស្រមៃនោះរាល់វិនាទីដែលអ្នកចំណាយក្នុងការដេញតាមក្តីស្រមៃរបស់អ្នកវានឹងក្លាយជាការចងចាំដ៏មានតម្លៃបំផុតមួយសម្រាប់ជីវិតអ្នក